ស្តីបងប្អូនទាំងគ្នាថ្ងៃនេះចង់ប្រាប់បងប្អូនគ្នាអំពីរបៀបបិទ website អញ្ចឹងដើម្បីបិទ website បានយើងធ្វើការចូលមកកាន់ setting ហើយយើងធ្វើការអូសមករកកន្លែងការតភ្ជាប់និងការចែករំលែកហើយចុចចូលហើយយើងអូសមករកកន្លែងនេះ DNS ឯកជនយើងចុច DNS ឯកជនដែលបានកំណត់មកអ្នកគ្នាភាសាហ្នឹងគឺបិទ website ទាំងអស់ដែលចូលមកគឺឲ្យចូលមកទេវាផ្ដាច់តែម្ដងចឹងនៅពេលដែលយើងចុចហើយយើងធ្វើការចេញមកវិញធ្វើការ restart ទូរស័ព្ទដោយសារតែយើងអត់ដឹងទេថាយើងមានមេរោគលើកម្មវិធីណាមួយវាចូលមកចឹងដូចខ្ញុំចឹងភាសាខ្ញុំដោនហ្គេមច្រើនអញ្ចឹងគឺវាមេរោគច្រើនតែមានហើយចឹងវា website ចេញមកចឹងដើម្បីដល់ពេលអ្នកគ្នាធ្វើតាមខ្ញុំមិញហើយធ្វើការចុចទូរស័ព្ទបិទ restart វាទៅហើយចាំបើកវាឡើងវិញហ្នឹងហើយវីដេអូមានប៉ុណ្ណឹងទេសូមអរគុណតាមការតាមដានតាំងពីដើមរហូតដល់ចប់